Chỉ điệp số, phong mai bằng bồn tầng ở này. Cho mát mua nhau chẳng thá, chi nền sắt, nên mà hai vị trí lái vị trí sát cả scam. Và cho bọn ní, cho mát phơi ca smart chất, nơi không mình tìm sao, điệp ba tờ bóng, bằng cắt rô cái chiết, nâng rô khẳng chỉ gặp ở chạy cái tay. Sọc khai ní, cho mát phơi ca, vì sao, sở xây xa nà bót, tệ tôn tờ nâng đầm nằm bốt trong này sắt. Trong bị thiên nà bót, an tà ông bớ rồi viên, xây nập tiếp, nâng cầm rật sốt khóc nghĩa, tờ lời ca lụt lột, nâng tân phò bốt trong này sắt, nông lẹ khăn, đây là vài sắt. ពោតគឺជាដំណាំដ៏សំខាន់បំផុតមួយរបស់ពិភពលោកដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាហារនិងប្រភពចំណីសម្រាប់មនុស្សនិងសត្វផងដែរពោតជាដំណាំមួយប្រភេទដែលមានទិន្នផលជាមធ្យមខ្ពស់បំផុតក្នុង1ហិកតាហើយជាប់ចំណាត់ថ្នាក់ទី3នៃផ្ទៃដីដាំដុះសរុបទូទាំងពិភពលោកបន្ទាប់ពីស្រូវសាលីនិងស្រូវដោយឡែកនៅក្នុងប្រទេសកម្ពុជាពោតគឺជាដំណាំដ៏សំខាន់ទី3បន្ទាប់ពីស្រូវនិងដំឡូងមីដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង 14,162 ហិកតាក្នុងឆ្នាំ 2021 សក្តានុពលដ៏សំខាន់របស់វាសម្រាប់ទាំងការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញដែលបានបង្កើតផ្ទៃដីដាំដុះយ៉ាងទូលំទូលាយបំផុតមួយនៅក្នុងប្រទេសកម្ពុជាចំពោះគោលបំណងនៃការសិក្សារបស់ខ្ញុំមានពីរចំណុចធំៗដែលចង់បង្ហាញដល់អ្នកគ្នាទី1កំណត់នៅកម្រិតអសោតសមស្របណាមួយទៅលើការលូតលាស់និងទិន្នផលពោលចំណីសត្វចំនួន3ពូជផ្សេងៗគ្នាក្នុងលក្ខខណ្ឌដីល្វែងខ្សាច់ទី2សិក្សាអំពីអន្តរាអំពើរវាងកម្រិតអសោតនិងពោលចំណីសត្វការសិក្សារបស់យើងដំណាំពោតជាដំណាំធញ្ញជាតិដ៏មានសារៈសំខាន់សម្រាប់មនុស្សហើយនិងសត្វភាគច្រើនដំណាំពោតជាដំណាំមិនរើសរដូវកាលដាំដុះនោះទេនៅក្នុងប្រទេសកម្ពុជាតំបន់មួយចំនួនដែលដាំបានល្អនៅជាប់តាមបណ្ដាខេត្តជាប់ដងទន្លេសាបនិងដីក្រហមដូចនេះការជ្រើសរើសជីហើយនឹងពូជបានត្រឹមត្រូវគឺជាវិធីសាស្ត្រដ៏ល្អក្នុងការបង្កើនទិន្នផលពោតកាលណាដែលយើងប្រើប្រាស់ពូជបានត្រឹមត្រូវវាជួយបង្កើនទិន្នផលពោតហើយនឹងកាត់បន្ថយការបំផ្លាញទៅនឹងកត្តាចង្រៃការប្រើប្រាស់កម្រិតអាសូតបានសមស្របវាជួយបង្កើនទិន្នផលនិងការលូតលាស់របស់ដំណាំពោតហើយកាត់បន្ថយការចំណាយផងដែរការមើលឃើញបែបនេះហើយទើបខ្ញុំសម្រេចយកប្រធានបទអត្តពលនៃកម្រិតអាសូតខុសៗគ្នាទៅលើការលូតលាស់និងទិន្នផលពោលចំណីសត្វក្នុងលក្ខខណ្ឌដីល្វែងខ្សាច់ពីចុងក្រោយការរកឃើញនេះបង្ហាញពីទិន្នផលពោតនិងដំណើរការលូតលាស់ត្រូវបានជាអត្តពលយ៉ាងខ្លាំងទាំងការបង្កើតសែននិពុជនិងបរិមាណអាសូតផងដែរលទ្ធផលទាំងនេះស្របជាមួយនឹងការសិក្សាពីមុនដែលលើកឡើងពីតួនាទីសំខាន់អាសូតនៅក្នុងផលិតកម្មពោតលើពីនេះទៅទៀតការប្រើប្រាស់អាសូតច្រើនពេកនៅក្នុងពូជ OPV ដែលមិនឆ្លើយតបចំពោះកម្រិតអាសូតដែលអាចនាំឲ្យខាត់បង់ថវិកានិងប៉ះពាល់បរិស្ថានផងដែរផ្ទុយទៅវិញការប្រើប្រាស់អាសូតសម្រាប់ពូជកូនកាត់អាចកំណត់នៅសក្តានុពលទិន្នផលរបស់ពូជដែលជួយដល់ផលិតកម្មឲ្យល្អកាន់តែប្រសើរពីខ្ញុំចន្ទថាសូមអរគុណសូមជម្រាបលា